ចាសួស្តីចឹងនៅក្នុងវីដេអូនេះខ្ញុំចង់មកបង្ហាញនឹងចែកលេខពីរបៀបនេះដាក់ឲ្យទំព័រនេះស្លឹកកិច្ចការរបស់យើងនេះពេលដែលយើងចង់កំណត់ជាក្តាប់ផ្ដេកឬមួយក៏ជាក្តាប់ប្រឈរអញ្ចឹងជាទូទៅបើសិនបើយើងឧទាហរណ៍ថាយើងមានពីរទំព័រខ្ញុំ control enter មកបង្កើតបានពីរទំព័រអញ្ចឹងបើសិនជាខ្ញុំដាក់វាទៅជាក្តាប់ផ្ដេកប្រកាសជាផ្ដេកទាំងពីរហើយតែឥឡូវខ្ញុំសាកល្បងដាក់ឲ្យខ្ញុំឧទាហរណ៍ដាក់ឲ្យយើងចូល layout មកហើយយើងចូល orientation ហើយយើងយកពាក្យ landscape ចាអញ្ចឹងឥឡូវពេលដែលយើងដាក់ទៅជាក្តាប់ផ្ដេកវាផ្ដេកទាំងពីរឥឡូវខ្ញុំចង់ឲ្យនេះអា cursor ដែលខ្ញុំពងឈរនៅទំព័រទី2ពងលោតនេះខ្ញុំទៅជាក្តាប់ឈរវិញអញ្ចឹងយើងអាចចូលបានតាមនេះយើងអាចចូលទៅ margin មកហើយយើងយកពាក្យ custom margin តោះមកកន្លែងនេះយើងអាចដូរទៅជាក្តាប់ឈរបានយើងដូរឲ្យមកនេះចាអញ្ចឹងកន្លែង apply to នេះសំខាន់អញ្ចឹងយើងចុចចូលមក like this point forward នេះមកហើយយើងធ្វើការ OK ចាពេលដែលយើងអូខេហើយនេះឃើញអត់អញ្ចឹងស្លឹកកិច្ចការទី2របស់យើងទៅជាក្តាប់ឈរហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ឲ្យខ្ញុំមានមួយទំព័រទៀត control enter មួយទៀតមកឥឡូវខ្ញុំឈរនៅទំព័រទី3នេះទំព័រទី3និងទំព័រទី3ឥឡូវនេះខ្ញុំចង់ឲ្យទំព័រទី3នោះទៅជាក្តាប់ផ្ដេកអញ្ចឹងខ្ញុំអាចចូលតាមមុននឹងមិញក៏បានឬមួយក៏ខ្ញុំអាចចូលតាមនេះខ្ញុំចូលកន្លែង tab layout ដែរមកហើយខ្ញុំយកពាក្យ break បន្ទាប់មកយើងយក next page ចាឥឡូវពេលដែលយើងយក next page ហើយមានន័យថាទំព័រទី3ហ្នឹងយើងផ្ដាច់ចេញពីទំព័រទី2ហើយអញ្ចឹងយើងអាចបដូរវាទៅជាក្តាប់ផ្ដេកបានចាអញ្ចឹងយើងគ្រាន់តែបដូរវាតាមធម្មតាមកអញ្ចឹងនេះជាទូទៅពេលដែលយើងចូលកន្លែង orientation នេះហើយយើងយក landscape ពេលដែលយើងអត់ទាន់បានផ្ដាច់វាទេគឺបដូរគឺវាទៅទាំងអស់ហើយតែឥឡូវពេលដែលយើងផ្ដាច់ហើយយើងសាកល្បងមក landscape មកចាអញ្ចឹងនេះអញ្ចឹងទំព័រទី1យើងក្តាប់ផ្ដេកទំព័រទី2ក្តាប់ឈរហើយនិងទំព័រទី3យើងក្តាប់ផ្ដេកអញ្ចឹងមានន័យថាពេលដែលយើងចេះកំណត់អញ្ចឹងយើងចង់ឲ្យទំព័រណាមួយទៅជាក្តាប់ផ្ដេកក្តាប់ឈរក៏បានដែរតាមតម្រូវការរបស់យើងចាអញ្ចឹងការដាក់ក្តាប់កំណត់ទៅលើក្តាប់ផ្ដេកឈរហ្នឹងគឺមានតែប៉ុណ្្នឹងឯងចាអរគុណ